លោកប្រធានពណ៌ចៅអីចេះណាមិនចាំបាច់ខ្វល់ថាខ្ញុំជាអ្នកណាទេគ្រាន់តែដឹងថាខ្ញុំមកនេះចង់និយាយលេងជាមួយលោកបន្តិចតើបានទេខ្ញុំមានរឿងអីត្រូវនិយាយជាមួយឯងឆាប់ចេញទៅវិញទៅមិនចាំបាច់ទេសូមពេលតែ2នាទីទេខ្ញុំគ្រាន់តែចង់សួរលោកបន្តិចអំពីសំណុំរឿងកាលពី3ឆ្នាំមុនសង្ឃឹមថាលោកនឹងចូលពីគូបំណងខ្ញុំសង្ឃឹមថាលោកចូលពីបំណងរបស់ខ្ញុំសំណុំរឿងអីស្អែកចាំទៅប៉ុស្តិ៍សួរនាំខ្ញុំទៅឥឡូវគឺជាម៉ោងសម្រាប់ការងារហើយមិនប្រញាប់ទេមិនចំណាយពេលលោកជួឡើយលោកប្រធានប៉ុស្តិ៍មើលភ្នែកខ្ញុំឲ្យត្រង់ទៅកុំព្រិចភ្នែកឯងលោកចៅកាលពី3ឆ្នាំមុនលោកធ្លាប់កាន់កាប់សំណុំរឿងជួញដូរគ្រឿងញៀនម្នាក់មែនទេលោកនៅចាំបានទេមានកាលពី3ឆ្នាំមុនខ្ញុំបានចាត់ខ្លួនអ្នកជួញដូរគ្រឿងញៀនម្នាក់ឈ្មោះផាងស៊ីហ្វាបន្ទាប់មកខ្ញុំក៏បានឡើងតំណែងជាប្រធានប៉ុស្តិ៍មិនក៏ដឹងថាម្នាក់នេះជួញដូរថ្នាំញៀនតែអ្នកណាជាអ្នកប្រាប់ឯងគឺបងប្រុសធំខ្ញុំជាអ្នកខលប្រាប់គាត់ឲ្យខ្ញុំរៀបចំកម្លាំងទុកជាមុនថាពេលយប់នឹងមានមនុស្សលួចលក់ថ្នាំញៀននៅក្នុងកន្លែងកំសាន្តមួយបងប្រុសធំឯងគឺជាអ្នកណាគឺកូនប្រុសច្បងតកូលចៅចុះធ្វើយ៉ាងម៉េចទៅបានជាគាត់ដឹងរឿងហ្នឹងមិនដឹងដែរតែក្រោយមកទើបខ្ញុំវិភាគដឹងថារឿងនេះប្រហែលជាបងធំរបស់ខ្ញុំជាអ្នករៀបចំគម្រោងតែម្ដងអ្នកដែលធ្វើសាស័យប្រើបង្កាច់បង្ខូចផាងស៊ីហ្វាននោះកាលពីមុនគឺជាកូនចៅរបស់បងធំខ្ញុំចិញ្ចឹមទុកដោយសម្ងាត់តើលោកដឹងទេថាហើយតើកូនចៅមើលបង្កាច់គេមិនសូវច្បាស់ទេព្រោះខ្ញុំមិនសូវដឹងរឿងរកស៊ីរបស់ពួកគេឡើយលើថាគឺដើម្បីលើកតបាក់ក្រុមហ៊ុនរបស់ម្នាក់នោះពីព្រោះកាលពីមុនពួកគេធ្លាប់រកស៊ីសហការជាមួយគ្នាលោកនៅដឹងអីផ្សេងទៀតអស់ហើយចង្រៃយោអ្នកណាហ៊ានវាយយើងនេះឯងកំពុងធ្វើស្អីនឹងមិញឯងបានធ្វើស្អីខ្លាំងមកលើយើងលោកពូផាំងខ្ញុំឈ្មោះធានសេរូជាមេធាវីដែលកូនប្រុសលោកបានពឹងពាក់កូនប្រុសខ្ញុំនេះចង់បានន័យថាកូនប្រុសខ្ញុំត្រឡប់មកវិញហើយចាកូនប្រុសលោកពូត្រឡប់មកវិញហើយទើបតែមកវិញមិនយូរប៉ុន្មានទេហើយហេតុអីបានជាគេមិនមកប្រហែលជាខ្មាស់គេហើយលោកពូកុំយល់ច្រឡំអីកូនប្រុសលោកពូពូកែហើយឆ្លាតណាស់គ្រាន់តែគាត់មានចរិតឆេវឆាវបន្តិចគាត់បារម្ភថាបន្ទាប់ពីបានជួបលោកពូហើយគាត់ខ្លាចថាខ្លួនឯងទប់អារម្មណ៍មិនបានប៉ុន្តែគាត់ផ្ដាំខ្ញុំឲ្យមកប្រាប់លោកពូថាប្រហែលថ្ងៃទៀតគាត់នឹងមកទទួលលោកពូចេញពីគុកវិញហើយចេញពីគុកនាងគឺជាមេធាវីមកជួយខ្ញុំមែនទេចាខ្ញុំដឹងថាលោកពូត្រូវគេមូលបង្កាច់ដូច្នេះខ្ញុំនឹងប្រឹងអស់ពីសមត្ថភាពដើម្បីប្តឹងផ្ដាល់រកភាពស្អាតសមជូនលោកពូវិញអរគុណហើយអរគុណណាស់ប៉ុន្តែពេលនេះខ្ញុំមិនទាន់ចង់និយាយរឿងនឹងទេនៅសល់4ឆ្នាំទៀតខ្ញុំនឹងចេញទៅវិញហើយអ្នកនឹងជួយទៅប្រាប់គុណខ្ញុំផងទៅប្រាប់គេកុំឲ្យធ្វើផ្ដេសផ្ដាស់ឲ្យគេមើលថែម្ដាយគេនិពន្ធស្រីគេបានអត់ទៅគ្រប់យ៉ាងចាំខ្ញុំចេញទៅវិញហេតុអីទៅលោកពូពីព្រោះថាអ្នកដែលមូលបង្កាច់ខ្ញុំមានអំណាចណាស់គេគ្រាន់តែជាក្មេងម្នាក់តតាំងជាមួយគេបានចំណេញទៅឲ្យតែគ្រូសាស្ត្រខ្ញុំបានសុខសាន្តគឺគ្រប់គ្រាន់ហើយខ្ញុំសុខចិត្តនៅ4ឆ្នាំទៀតខ្ញុំអាចស៊ូបានគ្រាន់តែ4ឆ្នាំទេលោកពូត្រូវតែជឿជាក់លើច្បាប់ជឿជាក់លើខ្ញុំហើយអ្វីដែលសំខាន់បំផុតត្រូវជឿជាក់លើកូនប្រុសលោកពូគាត់ពិតជាពូកែខ្លាំងណាស់គាត់មានសមត្ថភាពគ្រប់គ្រាន់នឹងជួយលោកពូចេញពីទីនេះយ៉ាងណាក៏គេនៅក្មេងដែរទោះបីជាគេខ្លាំងប៉ុណ្ណាក៏ដោយចុះក៏គ្មានសមត្ថភាពអាចជួយខ្ញុំចេញពីទីនេះបានដែរបោះបង់ទៅវាជាវាសនាមនុស្សខ្ញុំគិតថាថ្លៃមេធាវីគឺច្បាស់ជាថ្លៃក្មួយស្រីបើក្មួយមានចិត្តមេត្តាជួយជោគលួចទាំងនេះទៅសងគុំប្រុសខ្ញុំវិញទៅលោកពូផាំងលោកពូមិនទាន់បានឃើញកូនប្រុសខ្លួនឯងទេគេអស្ចារ្យខ្លាំងណាស់គេគឺជាគ្រូមុនអាគមដ៏ខ្លាំងពូកែម្នាក់គេអូខេមិនអីទេលោកពូគ្រាន់តែចាំទុកក្នុងចិត្តទៅថាកូនប្រុសលោកពូច្បាស់ជាជួយលោកពូចេញពីទីនេះគឺប៉ុណ្ណឹងបានហើយសមត្ថភាពគេពេលនេះលើពីការស្មារតីរបស់លោកពូទៅទៀតមេបានមានរឿងមួយចង់រាយការណ៍ជូននិយាយមកតាមព័ត៌មានដែលខ្ញុំទទួលបានកាលពីយប់មិញក្រុមហៃឡុងនិងក្រុមខ្លាសបានបញ្ចេញកម្លាំងពួកគេបានដាក់មនុស្សស៊ើបអង្កេតគ្រប់ទីកន្លែងលោកដឹងទេថាពួកសង្គមងងឹតទាំងនេះចង់ធ្វើអីអបកើតដូចជាកំពុងតាមដានរមនុស្សម្នាក់ឈ្មោះថាកាន់អូដឺនោះមិនមែនជាផតតាំងដែលផាំងធានឈុងកំពុងរកទេឡនណានេះគឺថាពួកយើងគួរតែតាមដានរឿងនេះជាពិសេសទេព្រោះថាបញ្ចេញសកម្មភាពត្រង់ទេធំបែបនេះមិនសូវឃើញទេមិនអីទេ
គ្រាន់តែរកមនុស្សម្នាក់ច្បាស់ជាមិនបង្កចលាចលអីទេ បាទ ជួយទុកអត់ថង ល្អណាស់ ស៊ីទៀតហើយ ហើយយកទៅហើយយកទៅ ឈប់សិន លបងឡងតើលបងមានកាយមែនដែរទេ ច្បាស់ជាមានការហើយទៅជាមួយយើងមានគេចង់ជួប តើជានរណាទៅ សួរច្រើនម្លេះប្រាប់ឲ្យធ្វើអីធ្វើតាមនឹងទៅដឹងទេ បាត់គ្មានបញ្ហានោះទេលបង ទៅដល់ឯងនឹងដឹងខ្លួនឯងហើយតោះទៅវិញ លបងឡងតើលបងកំពុងធ្វើអី អាឡូលោកម្ចាស់ហាងបាទមនុស្សដែលលោកឲ្យរកឃើញហើយតើលោកចង់មកទីនេះដែរទេ មើលគេជាប់ខ្ញុំទៅដល់ហើយ បាទយកប្រមាថបន្តិចទៀតខ្ញុំផ្ញើទីតាំងឲ្យលោកភ្លាម តោះទៅយើង លបងឡងលបងចាប់ខ្លួនខ្ញុំមកធ្វើអីទៅខ្ញុំមិនដែលទៅប៉ះពាល់លបងទេ ឯងពិតជាមិនបានធ្វើឲ្យយើងខឹងមែនប៉ុន្តែឯងទៅប៉ះពាល់មនុស្សដែលមិនគួរប៉ះបន្តិចទៀតឯងនឹងបានដឹងខ្លួនហើយហ៎